សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងជាមួយនឹង admin KO សម្រាយរឿងសាច់ជាថ្មីទៀតហើយថ្ងៃនេះ admin នឹងលើកយកនៅសាច់រឿងថ្មីមួយហើយក៏ជាសាច់រឿងដែលបែបកំប្លុកកំ pl ាយបន្តិចដើម្បីចែកជូនអ្នកទាំងអស់គ្នាជាការទស្សនាលេងកម្សាន្តដែលសាច់រឿងរបស់យើងគឺបានកើតឡើងនៅក្នុងសន្តាគារមួយដែលមានចោរកំហូចម្នាក់ហ្នឹងគឺបានចូលមកលួចគ្រឿងអលង្ការរបស់តួស្រីរបស់យើងនៅក្នុងផ្ទះប៉ុន្តែជាអកុសលគឺត្រូវបានតួស្រីរបស់យើងជាម្ចាស់ផ្ទះហ្នឹងក៏គាត់ត្រឡប់មកវិញហើយក៏គាត់បានមានណាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតមកលេងសន្តាគាររបស់គាត់ចឹងណាហើយចោរហ្នឹងពិតជាផិតភ័យខ្លាំងមែនទែនព្រោះអីគាត់កំពុងតែប្រមូលគ្រឿងអលង្ការបានច្រើនហើយក៏ចាយដនចេញមកក៏ចាយដនជួបជាមួយនឹងមិត្តភ័ក្តិរបស់តួស្រីយើងដែលគេកំពុងតែមកលេងខុនដូរបស់គេចឹងណាប៉ុន្តែអ្វីដែលចម្លែកនោះគឺបែរជាមិត្តស្រីរបស់តួស្រីយើងគាត់គិតថាលោកចៅនេះគឺជាគូស្នេហារបស់ម្នាក់ស្រីនោះទៅវិញហើយពេលនឹងដែរគេក៏បានសួរថាមករកបន្ទប់មិត្តស្រីគេឃើញនៅរបៀបណាហើយម្នាក់ស្រីនោះក៏បានឆ្លើយថាដោយសារតែបងសន្តិសុខនោះមិនយូរប្រហែលតួស្រីដែលជាម្ចាស់ផ្ទះរបស់យើងក៏បានមកដល់ហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនគេក៏បានងាកមកមើលលោកបងចៅរបស់យើងហើយបែរជានិយាយថាបានសងសារស្អាតចឹងណាតែជាក់ស្ដែងគេក៏មិនបានដឹងថាបរិសម្នាក់ហ្នឹងគឺជាចៅដែលកំពុងតែលួចនៅគ្រឿងអលង្ការរបស់គេពេញខ្លួននោះទេហើយពេលនឹងដែរគេក៏បានហៅបងចៅហ្នឹងចូលទៅលេងក្នុងផ្ទះចំណែកបងចៅរបស់យើងនេះពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាគេគិតថាគេអាចនឹងរួចខ្លួនអំពីការចាប់ដាក់ពន្ធនាគារអញ្ចឹងណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទឹកមុខរបស់ម្ចាស់ផ្ទះគាត់នៅតែមានអារម្មណ៍ហាក់បីដូចជាឆ្ងល់ថាម្នាក់នេះមិនមែនជាមើលប្រុសរបស់គេនោះទេព្រោះថាការរៀបចំខ្លួនរបស់គេមើលទៅគួរឲ្យប្លែកហើយចម្លែកប៉ុន្តែអ្វីដែលគេសង្ស័យទៀតនោះគេបានដឹងថាគ្រឿងអលង្ការក៏ដូចជារបស់មានតម្លៃរបស់គេដែលដាក់នៅក្នុងទូគឺត្រូវបានបាត់ចឹងណាហើយគេក៏បានសួរទៅកាន់មិត្តភ័ក្តិរបស់គេចំណែកឯលោកបងចៅរបស់យើងបែរជាគេធ្វើមិនដឹងខ្លួនហើយដើរចេញពីកន្លែងហ្នឹងក្នុងគោលបំណងចង់រត់គេចប៉ុន្តែជាក់ស្ដែងមិនអាចរត់គេចបានទេចំណែកឯមិត្តស្រីរបស់ម្ចាស់ផ្ទះរបស់យើងក៏គេតាមមកកាន់បរិសុទ្ធម្នាក់ដែលជាចៅនឹងទៀតទាំងដែលគេមិនបានដឹងថាគេកំពុងតែនៅក្បែរចៅដែលកំពុងតែអោបគ្រឿងអលង្ការពេញខ្លួននោះទេហើយចៅរបស់យើងនេះគឺគាត់ផិតភ័យខ្លាំងមែនទែនគាត់កំពុងតែរកផ្លូវចេញប៉ុន្តែគាត់មិនដឹងថាគាត់អាចទៅណាបានទេគាត់ក៏បានមកបើកនៅកន្លែងមួយដែលមានទូកញ្ចក់ដើម្បីយកគ្រឿងអលង្ការរបស់គេយកមកដាក់ហាលលាក់នៅកន្លែងហ្នឹងព្រោះគេបារម្ភខ្លាចម្នាក់ស្រីហ្នឹងគឺមកឆែកឆេរអញ្ចឹងណាតែគេក៏បានដាក់គ្រឿងអលង្ការក៏ដូចសម្ភារៈនឹងរួចរាល់ហើយគេក៏បានមកអង្គុយធ្វើស្ងៀមក្នុងលក្ខណៈថាដូចជាអ្នកស្គាល់គ្នាមិត្តភ័ក្តិមកលេងផ្ទះអញ្ចឹងណាហើយមិនយូរប្រហែលម្ចាស់ផ្ទះរបស់យើងក៏បានមកដល់កន្លែងហ្នឹងពួកគេកាន់តែមានការសង្ស័យកាន់តែច្រើនឡើងព្រោះថាមើលទៅអេយ៉ាបតរបស់លោកចៅរបស់យើងនេះគឺកាន់តែបង្ហាញថាគេគឺជាចៅពិតមែនហើយភ្លាមនោះដែរពង្រឹងបង្អួចដែលលោកបងចៅយើងកំពុងខូចនេះយកគ្រឿងអលង្ការយកទៅដាក់នោះក៏បានចុះមកវិញព្រោះថាវាគឺជាឆ្នើហាលក៏អោអូតូម៉ាទិកចឹងណាហើយពេលនឹងដែរម្នាក់ស្រីដែលជាភ្ញៀវបានមកលេងផ្ទះហ្នឹងគេក៏បានសួរហើយគេក៏គិតថាម្នាក់ស្រីហ្នឹងមកជាមួយប្រុសរបស់គេហ្នឹងគឺអ្នកមានដៃមានជើងប៉ុន្តែជាការពិតទៅតួស្រីរបស់យើងទាំងពីរនាក់នេះគឺគេមិនបានស្គាល់បុរសម្នាក់ហ្នឹងទេជាក់ស្ដែងបុរសម្នាក់ហ្នឹងគឺជាចៅអញ្ចឹងណាប៉ុន្តែក្លេកមកមើលបងស្រីម្ចាស់ផ្ទះរបស់យើងវិញគេបានដឹងច្បាស់ហើយថាបុរសម្នាក់នោះគឺជាចៅគេក៏បានរួមគំនិតគ្នាជាមួយនឹងមិត្តភ័ក្តិរបស់គេដែលមកលេងផ្ទះនោះក្នុងគោលបំណងដើម្បីធ្វើបាបលោកបងចៅយើងឲ្យចាស់ដៃតែម្ដងហើយមិនយូរប្រហែលមកគេក៏បានហៅមិត្តប្រុសរបស់គេទាំងពីរនាក់មកដើម្បីវាយធ្វើបាបលោកបងចៅយើងឲ្យចាស់ដៃអញ្ចឹងណាកុំឲ្យថ្ងៃក្រោយទៀតវាមានគំនិតមានដៃមានជើងដើរលួចរបស់គេទៀតអញ្ចឹងណាហើយលោកបងចៅរបស់យើងពិតជាកំពូលសយខ្លាំងមែនទែនទាំងដែលដឹងថាគេកំពុងតែសង្ស័យថាលោកបងគឺជាអ្នកលួចទៅហើយបែរជាមកគេងនៅក្នុងបន្ទប់របស់គេយ៉ាងសប្បាយរីករាយអញ្ចឹងណាហើយជាចុងក្រោយ